បាទខ្ញុំឈ្មោះឡៃឈៀនអាយុ65ឆ្នាំហើយរស់នៅក្នុងភូមិខ្លាញ់ពើត្បូងឃុំស្រកក្រាមស្រុកស្វាយជែកខេត្តបន្ទាយមានជ័យបាទកាលដែលខ្ញុំមិនទាន់បានហូបនៅឆ្នាំដែលលោកគ្រូយកមកនេះកាលពីដើមអាការៈរបស់ខ្ញុំវាដូចជាទៅពេទ្យគេថាចាញ់ឆ្នាំបាញ់ចាញ់អីចឹងទៅក៏មិនដឹងថារហេតុផលអីនឹងជាបាជំងឺបាទដល់ចឹងទៅក៏មកដេកនៅផ្ទះមកពេលដែលខ្ញុំក្រោយមកបានជាស្រាវជ្រាវតាម Facebook ស្រាវជ្រាវអីទៅហ្នឹងក៏បានជួបឆ្នាំហ្នឹងក៏បញ្ជាមកពីលោកគ្រូម្នាក់ទៀតឲ្យគាត់មកជួបនៅផ្ទះដល់បានមកជួបផ្ទះទៅក៏បានធ្វើឆ្នាំហ្នឹងប្រើទៅពេលបានប្រើឆ្នាំហ្នឹងទៅក៏មិនជាទុកចិត្តប្រហែលទេព្រោះធ្លាប់ប្រើឆ្នាំច្រើនដែរវាមិនជាតែដល់ក្រោយមកប្រើបានមួយរយៈ2ថ្ងៃ3ថ្ងៃទៅគឺតាមដូចថាវាស្រួលខ្លួនដែរតែស្រួលខ្លួនដែរក៏ចាប់បន្តមកក៏បានធូរស្រាលមកឆ្លាក់ដៃឆ្លាក់ជើងអីចកេហ្នឹងវាក៏បាត់ទៅអត្តនោម័តទៅក៏ចេះតែប្រើបន្តមកក្នុងរយៈនោះខ្ញុំបានដាច់ឆ្នាំដែររលុយទិញអត់បានក៏រៀងតែ Vivo ដែរតោះទៅរកទិញមកដាក់ទៀតឥឡូវនេះរៀងស្រួលហើយគ្រាន់បើមែនទេណាអាការៈដែលមុននឹងប្រើឆ្នាំនោះវាដូចជាអស់ខ្សោយចុកស្លាក់ចុកដៃចុកជើងវាដូចជាវាចង់ខ្វិននៅនឹងកន្ទេលបដ ாய் ដល់អញ្ចឹងទៅពេទ្យក៏ពេទ្យគេថាមិនដឹងតើកើតរោគអីគេក៏បដោតទៅលើអាការខ្ញុំបាញ់ថ្នាំស្មៅណាំអីគេថាអាចទៅថ្នាំនឹងធ្វើទុកមិនអាចដឹងមួយថ្ងៃពីរថ្ងៃដំបូងក៏ដឹងតែដូចគ្រាន់បើគេដែលដឹងដូចរឿងស្រាលខ្លួនហ្នឹងស្រាលមកវិញបើបានដល់4 5ថ្ងៃមកដឹងខ្លួនថាថ្នាំហ្នឹងទេអាចទៅមកពីថ្នាំហ្នឹងហើយបើខ្ញុំមិនដែលប៉ះថ្នាំណាខ្ញុំលេបមកទឹកអីហ្នឹងធម្មតានៅតែតែមកប៉ះថ្នាំនេះដូចមានគេថាងើបមកដូចរឿងស្រួលខ្លួនទៅបត់ដៃបត់ជើងដូចហ្នឹងស្រស់ស្រាយដូចរឿងបាយទឹកអីទៅឃ្លានមកវិញនៅពេលដែលយើងមិនដែលបានជួបថ្នាំនៅពេលដែលរស់ទៅជាខុសវាអស់កម្លាំងចិត្តហើយទួលពេទ្យគេថាយើងមកពីយើងបាញ់ថ្នាំពុលច្រើនផងតែអញ្ចឹងទៅវាគ្មានកម្លាំងចិត្តអីតស៊ូតែដល់ក្រោយមកបានជួបថ្នាំហ្នឹងទៅអាចថាជីវិតបានរស់ម្ដងទៀតបាទចុងក្រោយនេះខ្ញុំសូមផ្ដាំផ្ញើបងប្អូនទាំងអស់ដែលថាបើសិនជាបានមើលខ្ញុំនិយាយថ្ងៃនេះក៏ចាំស្ដាប់សម្ដីខ្ញុំទៅថាវិទ្យាការពិតដែលខ្ញុំនិយាយនេះហើយខ្ញុំសូមអរគុណដល់ក្រុមហ៊ុនហើយនឹងលោកគ្រូដែលបានយកថ្នាំមកដល់ផ្ទះថ្ងៃប្រហែលខែមុននោះបានរស់មកម្ដងទៀត